បើកវីដេអូមកឃើញមានមេឃភ្លៀងខ្លាំងបែបនេះគឺខ្ញុំនឹងទៅប្រាប់ថាមានរឿងអីចាអញ្ចឹងនៅថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី1ខ្ញុំក៏បានធ្វើដំណើរទៅលេងផ្ទះម្ដាយក្មេករបស់នាងខ្ញុំដែលយើងធ្វើដំណើរមកដល់នៅស្ពានផ្សារប្រហុកឬក៏ស្ពានព្រៃកញ្ច្រែងហើយនៅទីនេះគឺមានផ្សារមួយគេហៅថាផ្សារប្រហុកទីនេះគឺជាកន្លែងប្រភពនៃការផលិតប្រហុកផ្អកម៉ាំអីជាដើមគឺធំជាងគេហើយមានច្រើនមុខហើយក៏មានអ្នកលក់នៅក្នុងនឹងច្រើនផងដែរពេលនេះគឺខ្ញុំបានធ្វើដំណើរមកដល់ផ្ទះម្ដាយក្មេករបស់នាងខ្ញុំហើយអញ្ចឹងយើងក៏កាន់នៅរបស់របរផ្សេងទៅហើយខ្ញុំគឺមានកាន់សម្លមាននំអីខ្លះមកដែរអញ្ចឹងទៅហើយថ្ងៃនេះគឺមានខាងបងប្អូនសាច់ថ្លៃរបស់នាងខ្ញុំហ្នឹងគឺគាត់មកលេងនៅស្រុកកំណើតច្រើនហើយពួកគាត់គឺ1ឆ្នាំឬ2ឆ្នាំទៅបានមកលេងស្រុកម្ដងអញ្ចឹងថ្ងៃនេះគឺពិតជាមានន័យខ្លាំងណាស់មិនងាយបានជុំគ្នាទេចាហើយបានក្មេងៗមកឡើងពេញផ្ទះនិយាយទៅគឺឡើងរញ៉ៃពេញផ្ទះចាហើយនេះវិញគឺជាក្មួយស្រីរបស់ប្តីខ្ញុំចាហើយនេះគឺសកម្មភាពក្មេងៗគាត់កំពុងតែពិភាក្សាគ្នាចរចាគ្នាព្រោះអីខានជួបគ្នាយូរដែលហើយដូចជាខ្ទង់2ឆ្នាំហើយអញ្ចឹងគឺគាត់មានរឿងរ៉ាវច្រើននៅក្នុងការគាត់ជជែកពិភាក្សាគ្នាហើយក្នុងនោះយើងក៏មានជាអាហារញ៉ាំលេងគ្រឿងក្លែមតិចតួចអញ្ចឹងណាចាមានជាកាដូបអញ្ចឹងទៅហើយនេះយើងលាយទឹកត្រីកោះកុងសម្រាប់យើងញ៉ាំជាមួយនឹងដៃមឹកហើយទឹកត្រីគេនេះម្ទេសគឺឡើងក្រហមមិនដឹងក្មេងៗញ៉ាំកើតអត់ទេអ្នកធ្វើហ្នឹងហើយក៏មានជាមឹកអាំងផងដែរហើយដៃមឹកនេះគឺធំមែនទែនហើយដល់ពេលយកមកប្រឡាក់អំបិលម្ទេសអាំងអញ្ចឹងទៀតនិយាយថាពីឈ្ងុយជាឡើង2 3ភូមិហើយវាមានរសជាតិឆ្ងាញ់មកល្មមហ្មងពេលយើងប្រឡាក់ហើយប្អូនថ្លៃរបស់ខ្ញុំគេក៏បានបេះផ្លែគុយមកពីខាងសៀមរាបផ្លែគុយនេះគឺគេកំពុងតែល្បី trending មែនទែន1គីឡូឡើង5 6ម៉ឺនហើយខ្ញុំគឺអត់ដែរបានសាកសោះនេះគឺជាលើកទី1ដែលបានភ្លក់អីពេលញ៉ាំទៅមានអីគឺមានរសជាតិឆ្ងាញ់របស់គេមែនតើហើយគាត់ឡើង3នេះគឺគាត់ទុក2ថ្ងៃបានយកមកអញ្ចឹងវារៀងចំតិចប៉ុន្តែអត់អីទេគឺនៅតែញ៉ាំឆ្ងាញ់ដដែលហើយគ្រួសាររបស់ខ្ញុំគេភ្លក់ទៅគេទៅសារថាអត់ដែរញ៉ាំទេតែឆ្ងាញ់តើហើយឥឡូវនេះគឺយើងដល់ម៉ោងបាយថ្ងៃត្រង់ហើយអញ្ចឹងគឺមានម្ហូបអាហារច្រើនមុខមែនតើថ្ងៃនេះអញ្ចឹងគឺយើងក៏បានញ៉ាំជុំគ្នាមកហើយខ្វែងដៃខ្វែងជើងគ្នាអ្នកណាចង់ញ៉ាំអីក៏ញ៉ាំទៅសប្បាយមែនតើត្បិតថាយើងមិនមានជាទីកន្លែងល្អផ្ទះធំស្អាតមិនធូរធារដូចគេប៉ុន្តែគឺយើងរីករាយនៅអ្វីដែលយើងមានសំខាន់គឺយើងមានការជួបជុំគ្នាដោយក្តីស្រឡាញ់ហើយយើងរស់នៅដោយភាពកក់ក្ដៅនិយាយទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងសប្បាយចិត្តណានៅពេលដែលយើងបានជុំគ្នាបែបនេះហើយនិយាយពីថាផ្ទះគឺឡើងរីកសពងដោយសារអីទៅតែបានមកចាអញ្ចឹងទៅអត់មានអ្នករៀបចំទេហើយម៉ាក់ក្មេកខ្ញុំក៏គាត់អត់សូវបាននៅផ្ទះដែរគាត់ទៅនៅផ្ទះខាងខ្ញុំអញ្ចឹងណាចាហើយនេះគឺប្រុសពៅគេឃើញហ្គីតាគេក៏យកមកដេញហើយគេដេញហ្នឹងអត់ដឹងថាដេញបត់អីទេខ្ញុំខ្លាចតែដាច់ខ្សែបោះចាយហ្នឹងហើយឥឡូវនេះគឺគេមកពិនិត្យដោយសារតែគេមានអ្នកជំងឺអញ្ចឹងគ្រូពេទ្យក៏ចាប់ផ្ដើមរៀបចំទៅហើយទីដំបូងគឺយកកត្រៃទៅកាត់ថ្ងាសចាហើយអ្នកជំងឺនេះតែហេតុញ៉ៃច្រើនគឺដឹងម្ដាយរបស់គ្រូពេទ្យហើយអញ្ចឹងឥឡូវនេះគឺគាត់ចាប់ផ្ដើមទៅចុចជីបចហើយយកមកដាក់លេបហ្នឹងខ្ញុំមិនដឹងថាគេមានគ្រឿងឧបករណ៍បរិក្ខារពេទ្យអីខ្លះទេចាអញ្ចឹងគឺដដើមគ្នាហើយឥឡូវនេះគឺមេឃចាប់ផ្ដើមភ្លៀងហើយថ្ងៃនេះគឺចំថ្ងៃចូលឆ្នាំថ្ងៃទី1ប៉ុន្តែមេឃភ្លៀងខ្លាំងមែនទែនគឺភ្លៀងរហូតដល់ល្ងាចចាស់តរំតែរាំងនិយាយទៅគឺអបអរសត្វតទេវតាឆ្នាំថ្មីហ្មងតិចតចុំហ្មងឆ្នាំនេះហើយបន្ទាប់ពីភ្លៀងរួចរាល់យើងក៏បើកបាសឲ្យពួកគាត់រំលែងពួកគាត់សប្បាយណាហើយកូនរបស់នាងខ្ញុំជាទូទៅគឺគាត់អត់ដែររាំទេប៉ុន្តែដល់ពេលថ្ងៃនេះបានជួបជុំគ្នាអញ្ចឹងគឺគាត់រាំហ៊ានរាំលេងសប្បាយខ្ញុំឃើញពួកគាត់សប្បាយចិត្តអញ្ចឹងក៏មានអារម្មណ៍ថាសប្បាយហើយពេលថតវីដេអូនេះថតគឺដោយក្តីញញឹមហ្មងឃើញពួកគាត់រីករាយបែបហ្នឹងចាហើយចុងក្រោយសូមអរគុណច្រើនសម្រាប់ការទស្សនា